មហាអាណាចក្រមួយមានអំណាចខ្លាំងបំផុតដល់ថ្នាក់គ្រប់គ្រងពិភពលោកទាំងមូលប៉ុន្តែមិនមែនជាអ្វីដែលញាក់គិតទេនេះជាតារាង3មហាអាណាចក្រដែលមានអំណាចខ្លាំងបំផុតនៅលើពិភពលោកដំបូងគេយើងមានអឺរ៉ុបទីកន្លែងកំណើតនៃប្រជាធិបតេយ្យទំនើបបដិវត្តន៍ឧស្សាហកម្មនិងអាណាចក្រធំបំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រអឺរ៉ុបមានឥទ្ធិពលជាយូរឆ្នាំលាតសន្ធឹងពីសិល្បៈវិទ្យាសាស្ត្ររហូតដល់នយោបាយវាជាតំបន់ស្នាក់នៅរបស់សហភាពអឺរ៉ុបដែលជាអំណាចសេដ្ឋកិច្ចដ៏ធំមួយមានតម្លៃ GDP ធំជាងមហាអាណាចក្រផ្សេងៗមួយចំនួនផងដែរនៃចំណាត់ថ្នាក់ទី2គឺជាអាស៊ីដែលជាមហាអាណាចក្រដែលមានប្រជាជនច្រើនបំផុតមានប្រទេសដ៏ធំដូចជាចិនឥណ្ឌានិងជប៉ុនអាស៊ីជាមជ្ឈមណ្ឌលផលិតផលឧស្សាហកម្មបំផុតនៃពិភពលោកមានបច្ចេកវិទ្យាទំនើបនិងសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបូករួមជាមួយនឹងអំណាចយោធារបស់ប្រទេសដូចជាចិននិងអាវុធនុយក្លេអ៊ែររបស់ឥណ្ឌាអាស៊ីក្លាយជាគន្លងផលិតអាណាចក្រមហាអំណាចមួយប៉ុន្តែអំណាចលេខ1គឺជាអាមេរិកខាងជើងប្រទេសសហរដ្ឋអាមេរិកតែប៉ុណ្ណោះបានធ្វើឲ្យមហាអាណាចក្រនេះក្លាយជាអំណាចធំបំផុតជាសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនិងជាអ្នកដឹកនាំផ្នែកយោធាបច្ចេកវិទ្យានិងវប្បធម៌ជាសកលអាមេរិកខាងជើងជាអ្នកបញ្ជូននីណាការពិភពលោក